បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកបន្តវីដេអូរបស់យើងដែលដើរទស្សនានៅក្នុងប្រាសាទបន្ទាយសំរាយនេះជាទិដ្ឋភាពបរិវេណប្រាសាទគឺខេត្តតាកំពែងមុននឹងចូលដល់ខ្លោងទ្វារខាងក្នុងគឺយើងដើរមើលជុំវិញប្រាសាទសិនហើយយើងឃើញថាប្រាសាទហ្នឹងគឺនៅល្អភាគច្រើនហើយនៅក្នុងហ្នឹងក៏មានស្រះទឹកផងដែរហើយនេះជាសកម្មភាពយើងដើរនៅតាមកំពែងខ្ញុំមិនដឹងថាខ្ញុំហៅត្រូវឬអត់ទេហៅគឺកំពែងប៉ុន្តែគ្រាន់ថាហ្នឹងវាជាដូចជាជញ្ជាំងអីអញ្ចឹងខ្ញុំអត់សូវចេះនិយាយទេហើយយើងធ្វើការបន្តដើរទៅមុខទៀតទៅពីព្រោះថាប្រាសាទបរិវេណប្រាសាទខ្មែរយើងនីមួយៗធំណាគឺបើដើរក្នុងប្រាសាទមួយគឺចំណាយពេលមួយថ្ងៃអីក៏អត់ទាន់សពដែរបើសិនជាយើងធ្វើការដើរហើយយើងវិភាគមើលទៅលើរូបគំនូរទៅលើសសរនិយាយរួមទៅពីក្បូរក្បាច់រចនានៅតាមប្រាសាទនីមួយៗគឺយើងពិនិត្យឲ្យល្អិតល្អន់គឺចំណាយពេលយូរប៉ុន្តែដោយសារតែថាយើងមានដំណើរកំសាន្តទៅមុខទៀតគឺយើងអត់សូវបានជាពិនិត្យមើលភាពលម្អិតនៃប្រាសាទនីមួយៗដូចជាបរទេសដែលគាត់មកទិញសម្បត្តិចូលហើយអញ្ចឹងគាត់ត្រូវការមើលពីលម្អិតនៃប្រាសាទនីមួយដើម្បីជាការសិក្សារបស់គាត់ក៏ស្វែងយល់ពីវប្បធម៌អរិយធម៌របស់ខ្មែរកាលពីជំនាន់មុនផងដែរហ្នឹងហើយវីដេអូរបស់ខ្ញុំក៏មិនមានអីច្រើនដែរក្រៅពីថតពីបរិវេណប្រាសាទបន្ទាយសំរាយនេះហើយខ្ញុំក៏អត់បានដើរចូលទៅខាងក្នុងដែរដោយសារតែមើលទៅមេឃគឺចង់ភ្លៀងអញ្ចឹងទៅគឺខ្ញុំដើរត្រឹមនេះហើយខ្ញុំក៏ឈៀងចូលទៅមើលស្ពានបុរាណដែលនៅខាងក្រោយខ្នងហ្នឹងដែលខ្ញុំអត់បានទៅថតទេហើយគឺខ្ញុំវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ត្រឹមនេះហើយក៏សូមអរគុណជំរាបលាអ្នកទាំងអស់គ្នា